bạn cứ đâm trend và đầm pin sel vàสำหรับการដำគឺបាទនេះមិនដែលមានបទពិសោធន៍ទេបាទក៏ប៉ុន្តែបាទលើកទី1បាទក្នុងការដាំប៉ុន្តែមុននឹងដាំបាទយើងក៏បានសិក្សាស្រាវជ្រាវបាទជាច្រើនកន្លែងផងដែរមិនថាជាតាម website ឬដូចជាតាម YouTube បាទអញ្ចឹងទៅវាមានបច្ចេកទេសការដាំដុះនេះគឺខុសៗគ្នាច្រើនមែនទែនក៏ប៉ុន្តែយើងអាចវិភាគក៏ដូចជាការសាកល្បងបាទទៅតាមជំនាញនីមួយៗបាទបែបណាយើងគិតថាវាអាចបែបណាយើងគិតថាវាមិនអាចបាទតែយើងសម្រេចចិត្តធ្វើបាទនេះគឺជារំដៅតែការដាំរបស់នេះគឺខ្ញុំយកបច្ចេកទេសទី2បាទគឺយើងអត់កាប់លងទេបាទយើងកាប់លងក៏ប៉ុន្មានក៏ប៉ុន្តែយើងលុបលងវិញដោយសារតែយើងចង់ឲ្យដីធូរកាលណាដីធូរគឺរឹសវាអាចនឹងមានឱកាសធ្វើសកម្មភាពបុករឹសចេញខ្លាចអញ្ចឹងណាបើយើងកាប់ដៅគឺដីវានៅរឹងអញ្ចឹងទៅវាធ្វើឲ្យកម្លាំងហ្នឹងវាមិនសូវជាខ្លាំងទេដោយសារតែរឹសបាទនេះគឺចំបើងនេះគឺយើងគ្របពីលើដើម្បីទប់ការពារកម្ដៅបាទកុំឲ្យវាដីស្ងួតនេះគឺយើងគ្របអញ្ចឹងគឺរក្សាសំណើមបានយូរដោយសារតែទុរេនហ្នឹងគឺវាត្រូវការជាតិទឹកបាទហើយកន្លែងនេះគឺយើងដាំបាទយើងដាំគឺអត់អោយលិចទេកន្លែងនេះហើយរឹសនេះក៏យើងអត់លិចដែរដើម្បីឲ្យវាស្រូបជីជាតិឬក៏លំហអាកាសផ្នែកខាងលើបាទហើយយើងអត់ជួនអត់ហាប់ណែនអញ្ចឹងគឺមិនជាបញ្ហាទេបាទនៅពេលដែលយើងចាក់ទឹកយូរទៅវានឹងជ្រាបម្ដងតិចទៅវាណែនឯងអញ្ចឹងណាបាទនេះគឺយើងអត់មានបច្ចេកទេសឬក៏យើងអត់មានបទពិសោធន៍ពីមុនមកទេក៏ប៉ុន្តែការដាំនេះគឺទី1គឺយើងបាទកាត់រឹសកែវមិនថាជារឹសកែវឬរឹសអីទេបាទបើសិនជាចុងខ្មៅអញ្ចឹងគឺយើងកាត់ចេញបាទកាត់ចេញដើម្បីឲ្យវាធ្វើសកម្មភាពក្នុងការដុះចេញជាថ្មីបាទបើយើងអត់កាត់ចេញទេគឺវាក្រិនទៅវាអត់ដុះតែម្ដងបាទតែនេះគឺមុននឹងដាំអញ្ចឹងគឺខ្ញុំឆែកមើលឲ្យបាទរឹសណារៀងខ្មៅរឹសណារៀងអន់អញ្ចឹងយើងកាត់ចេញឲ្យអស់បាទកាត់គូតវាអញ្ចឹងណាហើយយើងជួយពន្លាបាទពន្លារឹសដែលនៅខាងហ្នឹងឲ្យវាចេញមកខាងក្រៅផងដែររួចហើយយើងដាក់ដីម្ដងតិចបាទដើម្បីឲ្យវាមានកម្លាំងក្នុងការបុកចេញមកខាងក្រៅបើយើងអត់ធ្វើអញ្ចឹងទេគឺយើងអត់ជួយទេបាទដូចជាយើងទៅថាក្បីកើតកូនអត់ចេញអញ្ចឹងណាបើយើងមិនជួយទាញជួយអីអញ្ចឹងគឺវាអត់ចេញទេបាទអានេះគឺលើកទី1ទេបាទរស់បាទតាមមើលដល់គ្នាបាទអរគុណដើម trend បាទដើម trend